ក្នុងរយៈពេលប្រមាណឆ្នាំជិតៗនេះគីមតាំងឡុកដែលជាសិស្សថ្នាក់ទី12ស្ទេ2តែងតែជាប់ឈ្មោះក្នុងបញ្ជីឈ្មោះសិស្សពូកែរបស់សាលាមិនត្រឹមតែជាសិស្សគំរូដែលមានលទ្ធផលសិក្សាល្អឥតខ្ចោះប៉ុណ្ណោះទេឡុកនៅថែមទាំងបង្កើតរូបអារម្មណ៍ជាពិសេសអាស្រ័យចំណង់ចំណូលចិត្តរបស់ខ្លួនចំពោះភាសាខ្មែរទៀតផងអស់រយៈពេលជាច្រើនឆ្នាំជាប់គ្នាតាំងឡុកបានទទួលងារជាសិស្សពូកែភាសាខ្មែរថ្នាក់ខេត្តនិងទីក្រុងក្រៅពីរៀនមេរៀនដែលលោកគ្រូអ្នកគ្រូបង្រៀនខ្ញុំនឹងថែមទាំងបានស្រាវជ្រាវមេរៀនបន្ថែមតាមរយៈបណ្ដាញអ៊ីនធឺណិតជាផ្លូវការហាត់ធ្វើមេរៀនពីកម្រិតមូលដ្ឋានដល់កម្រិតខ្ពស់ដើម្បីអភិវឌ្ឍចំណេះដឹងរបស់ខ្លួនបន្ថែមទៀតដើម្បីសម្រេចបានលទ្ធផលនេះប្អូនឡុកបានចំណាយពេលច្រើនម៉ោងជារៀងរាល់ថ្ងៃសិក្សាយ៉ាងយកចិត្តទុកដាក់នៅទោសរបស់ខ្លួនខំហាត់ក្នុងរាល់តួអក្សរចំពោះប្អូនឡុកការរៀនភាសាខ្មែរមិនមែនគ្រាន់តែជាការប្រឡងជាប់នោះទេគឺដើម្បីទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីភាសាជនជាតិរបស់ខ្លួនដោយមានស្មារតីសកម្មប្អូនតែងតែស្ដាប់លោកគ្រូអ្នកគ្រូរៀនសូត្រពីមិត្តភ័ក្តិដើម្បីកែលម្អខ្លួនឯងជាបន្តបន្ទាប់គីមឡុកប្អូនគីមតាំងឡុកបានចាត់ទុកថាជាសិស្សឆ្នើមពេលសិស្សរៀនពូកែភាសាខ្មែរថ្នាក់ទីក្រុង2ឆ្នាំបន្តបន្ទាប់និងជាស្នូលក្នុងការរក្សានិងពង្រីកអត្តសញ្ញាណជនជាតិមិនបង្អង់ត្រឹមស្នាដៃផ្ទាល់ខ្លួនឡុកនៅទាំងសកម្មជំរុញចលនារៀនសូត្រនៅក្នុងសាលាទៀតផងប្អូនតែងតែរក្សាការរៀនក្រៅម៉ោងម្ចាស់ការចែកឯកសារនិងផ្ទេរចំណុចចិត្តដើម្បីមិត្តភ័ក្តិទាំងឡាយបានជឿនលឿនជាមួយគ្នាអូនធ្លាប់ទៅសួរបងនៅមេរៀនបងក៏បង្កប់អូនដែររាល់ថ្ងៃពេលថ្ងៃសៀងបងឡុកធ្លាប់បង្កប់ប្អូនរៀននៅថែមអក្សរខ្មែរដើម្បីប្អូនប្រឡងដូចបានបងដែរប្អូនគីមតាំងឡុកតែងតែជាអ្នកនាំមុខក្នុងចំណោមសិស្សនៅសាលាប្អូនចូលរួមយ៉ាងអស្ចារ្យចិត្តក្នុងចលនាសម្ព័ន្ធយុវជនចាប់ពីវប្បធម៌និងសិល្បៈរហូតដល់កីឡារៀងរាល់យប់ប្អូនក៏បើកថ្នាក់បង្រៀនសម្រាប់សិស្សខ្មែរដែលរៀននៅខ្សោយដើម្បីណែនាំពួកគេនៅក្នុងសាលាអាចឃើញថាប្អូនគឺជាមនុស្សម្នាក់ដែលចេះចែករំលែកនិងចេះដឹកនាំមិត្តរួមថ្នាក់របស់ខ្លួនឲ្យរៀនភាសាជាតិរបស់ខ្លួនបានល្អដោយបណ្ដាលទ្ធផលដែលសម្រេចបានគីមតាំងឡុកមិនត្រឹមតែរួមចំណែកជំរុញចលនារៀនសូត្រប៉ុណ្ណោះទេនៅថែមទាំងបង្ហាញអំពីបន្ទុករបស់ប្អូននៅក្នុងសាលាទៀតផងនេះជាតួយ៉ាងជាក់ស្ដែងមួយអំពីអ្នកវ័យក្មេងចូលរួមថែរក្សាពង្រីកភាសាអក្សរសាស្ត្ររបស់ជនជាតិខ្លួនឲ្យកាន់តែបានស្ថិរភាព